ឡើងថ្លៃហើយប៉ុន្តែមនុស្សភាគច្រើននៅតែអត់សូវប្រើសេវាឡានក្រុងសាធារណៈមិនចឹងកុំនៅខ្វល់ខ្វាយរឿងសាំងឡើងថ្លៃបងប្អូនយើងទៅសាកល្បងជិះឡានក្រុងសាធារណៈម្ដងវិញមើលតើវាងាយស្រួលអត់តម្លៃប៉ុន្មានហើយមានអារម្មណ៍មិនទៅណោះតោះទៅសាកល្បងជិះជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះខ្ញុំនៅចំណតឡានក្រុងលើផ្លូវនរោត្តមដើម្បីរង់ចាំឡានងាយស្រួលមែនតើយើងគ្រាន់តែមើលផ្លាកឬក៏ check នៅក្នុង app City Bus យើងនឹងដឹងពីម៉ោងឡានដែលនឹងមកដល់ឡានមកហើយតោះឡើងឡាននៅពេលដែលឡើងឡានយើងគ្រាន់តែបង់លុយ 1,500 រៀលសម្រាប់ការធ្វើដំណើរមួយជើងទៅគឺបានហើយងាយស្រួលខ្លាំងហើយសមចៃបន្ទាប់ពីដាក់លុយចូលក្នុងធុងហើយគឺយើងនឹងទទួលបានក្រដាសមួយដែលបញ្ជាក់ប្រាប់ថាយើងបានទូទាត់សម្រាប់ការធ្វើដំណើរមួយនេះហើយអញ្ចឹងគ្រាន់តែងាកក្រោយហើយរកកន្លែងអង្គុយគឺជាការស្រេចបើកន្លែងអង្គុយពេញយើងអាចឈរតោងបានហើយកុំបារម្ភរឿងដួលព្រោះអីគេមានប្រាប់ឲ្យយើងតោងហើយនេះគឺជារូបភាពក្នុងឡានមានភាពស្ងប់ស្ងាត់មានសុវត្ថិភាពមានភ្លើងមានធុងសម្រាមហើយជាពិសេសគឺម៉ាស៊ីនត្រជាក់ខ្លាំងមែនតើកំឡុងពេលដែលយើងនឹងអង្គុយក្នុងឡានគឺយើងអាចគយគន់ទេសភាពទីក្រុងភ្នំពេញរបស់យើងបានមកស្រឡាញ់តែម្ដងនៅពេលដែលដល់ចំណតត្រូវចុះអ្នកដំណើរគឺនាំគ្នាចុះតាមរយៈផ្លាកតូចប្រឈរបែបនេះឬក៏អាចនាំគ្នាចុះឬក៏ឡើងនៅផ្លាករងចាំធំបែបនេះបន្ទាប់ពីឡើងអស់គ្រប់គ្នាហើយឡានក្រុងនឹងធ្វើការចេញដំណើរទៅមុខបន្តទៀតនិយាយដែលរួមមកសម្រាប់ការជិះឡានក្រុងសាធារណៈរបស់ខ្ញុំលើកនេះគឺថោកងាយស្រួលសុវត្ថិភាពត្រជាក់ខ្លួនល្អប៉ុន្តែយើងអាចចំណាយពេលត្រូវរង់ចាំតែយ៉ាងណាមិញវាគឺជាបទពិសោធន៍ល្អមួយសម្រាប់ខ្ញុំខ្លាំងមែនទែននៅក្នុងវីដេអូមួយនេះឥឡូវនេះខ្ញុំត្រូវចុះនៅចំណតបន្ទាប់ហើយអញ្ចឹងខ្ញុំគ្រាន់តែចុចប៊ូតុងចុះរួចរាល់កុំភ្លេច follow subscribe like ហើយនិង share ហើយនិង comment នៅខាងក្រោមបើសិនជាចង់ឲ្យខ្ញុំសាកល្បងធ្វើ vlog អីដែលថ្មីបន្ថែមទៀតជួបគ្នានៅក្នុង vlog ក្រោយជាមួយនឹងខ្ញុំទៅលើការសាកអ្វីដែលថ្មីបន្ថែមនៅក្នុងទីក្រុងភ្នំពេញ